ឲ្យស្គាល់ឲ្យយល់ឲ្យដឹងអ្វីទៅគេហៅថាទារកដែលមានតងសុករំកនៅក្នុងផ្ទៃពោះម្ដាយមុនសម្រាលតើមានសារៈសំខាន់មែនដែរឬទេនៅពេលដែលទារករំកមុនពេលសម្រាលដែលយើងដឹងបានតាមរយៈអេកូនេះអញ្ចឹងអស់លោកស្រីស្ត្រីទាំងអស់ដែលជាអ្នកពពោះឬមានផ្ទៃពោះយើងត្រូវស្គាល់ពាក្យថាតងសុករំកដែលចាស់បុរាណប្រើពាក្យនឹងថាសង្វារំកនោះតាំងពីបុរាណមកម៉េះអញ្ចឹងពាក្យនឹងអ្នកអត់ទាន់មានប្តីអត់ទាន់មានប្រពន្ធក៏ស្គាល់ពាក្យនឹងដែរពាក្យថាសង្វារំកឬសង្វារពាក់ឈៀងអីហ្នឹងគឺជាតងផ្សិតនឹងឯងឬក៏តងសុកហេតុអីបានគេហៅថាតងផ្សិតហេតុអីបានគេតងសុកដោយសារតងសុកហ្នឹងចុងមកខាងនៃតងសុកហ្នឹងនៅក្នុងផ្ទៃពោះម្ដាយរបស់ទារកហ្នឹងជាប់នឹងក្បាលពោះគាត់ហើយរុំផ្សិតគាត់ហ្នឹងគេហៅថារុំផ្សិតគាត់ហ្នឹងមានជាប់ទាំងស្អិតជាប់ណាហើយចុងមកខាងទៀតនៃតងផ្សិតហ្នឹងមកជាប់នឹងសាច់សុករបស់ទារកនេះសាច់សុកនេះទាំងសនេះសាច់សុកអាហ្នឹងឯងគេហៅថាតងសុកទៅអញ្ចឹងពាក្យវាតែមួយទេពាក្យតងផ្សិតក៏តងសុកពាក្យតងសុកក៏តងផ្សិតពាក្យវាតែមួយទេគ្រាន់តែចុងមកខាងនៃតងផ្សិតវាជាប់នឹងក្បាលពោះទារកចុងមកខាងនៃតងសុកវាជាប់នឹងសាច់សុកអញ្ចឹងនៅពេលដែលរុំកកពេលពិបាកកើតនៅថ្ងៃកើតនេះរុំកកអញ្ចឹងហ្នឹងឯងគេហៅសង្វាររុំកតាំងពីកំណើតហើយតើតងសុកហ្នឹងបងប្អូនយើងជាស្ត្រីស្គាល់ថាវាជាស្អីគេវាជាសរសៃឈាមបំពង់សរសៃឈាមដូចខ្សែសរោមអញ្ចឹងមានចំនួន3ខ្សែចេញពីក្បាលពោះទារកមករហូតដល់សាច់សុកហើយអាតងសុកហ្នឹងឯងខ្សែមាន2ខ្សែគឺគេហៅថាសរសៃឈាមខ្មៅក្រហមនិងខ្សែមួយទៀតគឺសរសៃឈាមខ្មៅណាអញ្ចឹងអាតែមាន2វ៉ែនមាន1ណាមាននៅក្នុងនេះឃើញនេះមាន2ជាន់នេះឃើញនេះ1 2នេះខ្សែឈាមខ្មៅធំមួយអញ្ចឹងទាំងអស់វាមាន3ខ្សែឃើញនេះពណ៌ឈាមក្រហមមាន2អានេះក៏ឈាមខ្មៅអញ្ចឹងអាសរសៃឈាមហ្នឹងមានតួនាទីមុខងារធម្មជាតិរបស់វាធ្វើអីគេគឺសម្រាប់នាំជីវជាតិវីតាមីននៅពេលម្ដាយនឹងចាប់ដើមញ៉ាំចំណីអាហារដែលមានសាច់មានបន្លែមានផ្លែឈើមានថ្នាំមានវីតាមីនមានទឹកដោះគោទៅតាមចំណង់ចំណូលចិត្តទៅតាមជីវភាពទៅតាមគេហៅថាសុខភាពទៅតាមគេហៅថាការណែនាំរបស់គ្រូពេទ្យអ្នកគ្រូពេទ្យទាំងអស់ហ្នឹងធ្វើម៉េចឲ្យកូននឹងលូតលាស់បានល្អនៅក្នុងផ្ទៃពោះម្ដាយពីពពោះទៅដល់គ្រប់ខែដោយកូនគាត់ជាឧទាហរណ៍គាត់ពពោះក្នុងថ្ងៃទី18ខែ7 2025អញ្ចឹងគាត់គ្រប់ខែក្នុងថ្ងៃណាស្មើនឹង40អាទិត្យស្មើនឹង9ខែ10ថ្ងៃស្មើនឹង280ថ្ងៃគឺគ្រប់ខែចំថ្ងៃទី24ខែ4 2026បានន័យថាហ្នឹងគាត់ជាចំនួនគ្រប់ខែចុះចំនួនកើតគឺអាស្រ័យទៅលើកូនអាស្រ័យទៅលើសកម្មភាពរបស់ម្ដាយអាស្រ័យទៅលើមាត់ស្បូនរបស់ម្ដាយគឺកូនអាចកើតគ្រប់តែពេលវេលាទាំងអស់កាលណាកូនកើតចន្លោះពី0អាទិត្យរហូតដល់25អាទិត្យចុះក្រោមបើកើតចន្លោះហ្នឹងខ្មែរហៅថារលូតបើកើតចន្លោះពី26អាទិត្យទៅដល់36អាទិត្យភាសាបច្ចេកទេសពេទ្យគេហៅថាកូនកើតមិនគ្រប់ខែបើកាលណាកូនកើតចន្លោះពី37អាទិត្យឡើងទៅដល់40អាទិត្យហ្នឹងគេហៅថាកូនកើតគ្រប់ខែកាលណាកូនហួសខែចាប់ពី40អាទិត្យមួយថ្ងៃរហូតដល់41អាទិត្យ42អាទិត្យគេហៅកូនហួសខែប៉ុន្តែហួសខែមែនតែនតតែលើស2អាទិត្យនៃ40អាទិត្យទៅ14ថ្ងៃចូលថ្ងៃទី15 16 17បានគេហៅថាកូនលើសខែអញ្ចឹងនៅពេលដែលយើងមានតនស្រមកនេះនៅពេលដែលយើងកើតកូនតាមធម្មជាតិតាមផ្លូវទ្វារមាសនេះយើងត្រូវគិតថាតើយើងគួរកើតបានឬអត់យើងត្រូវសួរឆ្មបតាំងពីយើងមើលអេកូឃើញដោយគាត់នេះមកមើលអេកូយើងលើកទី1នៅវ័យគាត់ចូល28សប្តាហ៍បាត់ទៅហើយស្មើនឹង7ខែបានយើងឃើញតនស្រមកយកមកបញ្យល់គាត់អញ្ចឹងយើងគិតធ្វើម៉េចបើសិនជាយើងដឹងថាពិបាកកើតនៅថ្ងៃឈឺពោះកើតកូនគេអាចសម្រេចចិត្តវះកាត់យកកូនចេញដោយសារកូននេះរុំកពីជាន់ហើយបញ្ច្រាស់ជើងទៀតអញ្ចឹងយើងធ្វើម៉េចគ្រប់ខែ40អាទិត្យយើងយក40អាទិត្យមកចំនួន40អាទិត្យដក28អាទិត្យមកនៅសល់12អាទិត្យទៀតគ្រប់ខែអញ្ចឹងតើ12អាទិត្យទៀតនេះតងសុកដែលនៅជាប់កកហ្នឹងយើងមានវិធីអីយកដៃយើងទៅលុបដោះយកតងសុកបានអត់បានទេតើប្រាប់កូនងាហ្នឹងឲ្យយកដៃវាដោះបានអត់បានដែរអញ្ចឹងវិធីមួយយ៉ាងគត់ដែលជួយគាត់បានមានតែខ្លួនគាត់ទេផឹកទឹកដើម្បីទៅបង្កើតបរិមាណទឹកភ្លោះនេះឲ្យច្រើននៅក្នុងស្បូនយើងនៅពេលដែលទឹកភ្លោះហ្នឹងក៏កើតបានច្រើនវាធ្វើឲ្យរលុងវាទលាយហើយបន្ទាប់មកទៀតគាត់ដើរឲ្យបានច្រើនទៅខ្លាយលោវារើបំរាស់ទៅអាតងសុកនេះ
nơi cho cả co rít rùm khoát bật co tới vì ai phốt sma với tới rồi phốt các bao với tới phốt chả với tới vì ai là bột chảy máu rồi vì ai thu là lông máu bây giờ ngày cái dương ai lọc các bao cho crom bán hay có lên về tra chương tới hay có tông sọc năng rùm co đáy tay là lúng nâng những cái bàn nguy tiền cất pi cả lô tiền bờ sân chỉ tông sông co khơi pi tròn chẳng bởi dương trong ca tam thơm chết lúc ra tại dương nó còn oi cả lô thọ oi cả lô pi cả lô một mùi pi cả lô bờ pi cả lô bảy thông anh ấy ban một côn chmop nó còn hiên bạc cao tay một côn chmop nâng còn khơi tông sông co côn quạt 3 kg cả la 3 kg một mùi 3 kg bờ 3 kg 7 3 kg 4 chất 4 kg tuốt bay bần đông co bảo bạc cao đấy trom từ đông co tiếp cái thật là vậy haនេះគ្រាន់តែការបញ្យល់មួយឲ្យជាសក្ខីភាពមួយឲ្យពួកគាត់ស្វែងយល់ពីរបៀបពោពោះដើម្បីចង់កើតតាមធម្មជាតិមួយដែលយើងត្រូវគិតតាំងពី6ខែឡើងទៅព្រោះកូនអាចធំខ្លាំងចាប់ពី6ខែឡើងទៅដល់9ខែ10ថ្ងៃកាលណាចាប់ពីពោពោះដល់6ខែវាបានតែ6ខែមានសឹងតែ1ខែឡើង1ខែ1ខែឡើង1ខែតែចូលខែទី6ឡើងមកខែទី7ខែទី7មកខែទី8ខែទី8មកខែទី9គឺកូនឡើងពី7ខែទៅ1គីឡូក្រាមក្នុង4អាទិត្យស្មើនឹង1ខែហ្នឹង28ថ្ងៃហ្នឹងគឺវាឡើងលឿនអញ្ចឹងបើសិនតែមានតោស្រមកយើងមើលឃើញតាំងពី6ខែឡើងយើងត្រូវប្រយ័ត្នពីគីឡូរបស់កូនការឡើងគីឡូរបស់កូនកុំឲ្យឡើងខ្លាំងអាហ្នឹងបានវាកើតមិនមែនយើងទៅសួរឈ្មោះនៅថ្ងៃឈឺពោះកើតកូនថាកើតរួចមិនរួចទេគេគិតគូររំដាប់រំដោយតាមធម្មជាតិនៅពេលដែលយើងទៅពិនិត្យពិគ្រោះយោបល់ជាមួយនឹងពេទ្យមណ្ឌលសុខភាពឬទៅតាមគ្លីនិកឬក៏តាមមន្ទីរពេទ្យឬក៏ការមើលអេកូឃើញសួរគាត់ឲ្យហើយឲ្យគាត់បញ្យល់ណែនាំពីរបៀបពោះពោះមិនដើម្បីកាត់កូនបានតាមធម្មជាតិយល់ទេកាលណាអត់ធ្វើផ្ទុយពីអ្វីដែលយើងអត់បានប្រាប់ហ្នឹងគឺបាក់កើតហើយបាទតែយើងខំធ្វើដើរហើយយើងផឹកទឹកហើយកូននឹងមិនរបូតគឺមានចំណុចមួយទៀតដែលអាចកើតបានដែរគឺមានតែគីឡូមិនឆ្លោះតែប៉ុណ្្នឹងដូចយើងចាស់បុរាណអញ្ចឹងនៅតែកើតបានអញ្ចឹងយល់ទេតែបើឲ្យកូនឆ្លោះលើសពី2គីឡូកន្លះឡើងទៅដល់3គីឡូបានន័យថាលើសពីប៉ុណ្្នឹងឡើងទៅចូល3គីឡូ3ខាំ4ខាំ5ខាំកន្លះគីឡូ3គីឡូ6គីឡូ7ហ្នឹងកើតរួចទេអញ្ចឹងពួកគាត់ទៅស្វែងយល់ណាអញ្ចឹងកូនគាត់រុំក2ជុំ2ជាន់ណានេះគេ natural ណាភាសាអង់គ្លេសហៅ natural ឬក៏ហៅ umbilical round ហ្នឹងគេថាវាវត្តជំនាញ neck the fetish ហ្នឹងបានន័យថាវារុំវត្តជំនាញកកហ្នឹងឬគឺគេហៅថាពកដុំវាហ្នឹងណាវារុំវត្តជំនាញកកណានេះគេ2ជាន់ហើយដល់ពេលហេតុអីបានគេមិនហ៊ានបង្កើតគាត់ដោយសារតែពេលដែលសរសៃឈាមវារត់ហ្នឹងឯងដែលយើងនិយាយពីដើមមកមិនអញ្ចឹងវាមាននាំឈាមចុតជាពិសេសអុកស៊ីហ្សែនដែលចូលទៅក្នុងឈាមបដាយហ្នឹងទៅដើម្បីដឹកនាំចូលទៅឲ្យទារកនៅក្នុងទឹកបើអត់មានអុកស៊ីហ្សែនកូនជ្រុកទឹកស្លាប់ដោយសារមានអុកស៊ីហ្សែននៅក្នុងឈាមបដាយឯងរត់តាមតងសិនឯងបានមានអុកស៊ីហ្សែនឯងបានកូននឹងមានដកដង្ហើមមានចង្វាក់បេះដូងលោតមានខួរក្បាលមានឈាមរត់មានអីហ្នឹងដល់ពេលយើងកើតកូនពេលហ្នឹងវាចង្អៀតវាកពិតឬវាឲ្យកពិតតងសុកនេះដល់ពេលកពិតតងសុកទៅវាឲ្យចរន្តឈាមរត់ឆ្លងពីម្ដាយទៅទីរូបកំពុងតែឈឺពុកកើតកូនវាបាត់អុកស៊ីហ្សែនអញ្ចឹងគេហៅថាថប់ដង្ហើមកូនងាឬគេអ៊ីប៉ុកស៊ីឬអាណុកស៊ីបានន័យថាបាត់ខ្យល់អុកស៊ីហ្សែននៅក្នុងខួរក្បាលណាគេហៅថាអាណុកស៊ី cerebral ហ្នឹងបានន័យថាវាអត់មានគេហៅណាគេស៊ូហ្វ្រង់ហ្វឺតាល់បានន័យថាកូនហ្នឹងពេទ្យថាចង្វាក់បេះដូងដើរយឺតដើរខ្សោយឬដើរញាប់ឬកូនលេងឡងរឿងមករ៉ាអាហ្នឹងឯងគេភ័យនឹងការកើតកូនឯងបានគេចេះតែវះនោះបាទអញ្ចឹងយើងកុំបន្ទោពេទ្យថាយីគាត់រុំកចាស់ពីដើមកើតបានមិនក៏សម័យនេះគេចេះវះមកពីវាតាក់តូនកពិតតងសុកបាទហ្នឹងហើយខ្ញុំចង់បញ្យល់ឲ្យយល់អស់លោកស្រីដែលយើងនេះយើងគាត់ជាគំនិតក្នុងការពិចារណាជាព័ត៌មានទេមិនមែនជាដំណោះស្រាយណាមួយដែលយើងធ្វើបានគ្រប់តែគ្នាទេណាតែគ្រាន់តែថាពួកគាត់មានសំណួរសួរមកយើងខ្ញុំដើម្បីឲ្យបញ្យល់បន្ថែមពីតងស្រមកហេតុអីពេលខ្លះគេកើតបានហេតុអីពេលខ្លះកើតមកមានផលលំបាកនៃការកើតហេតុអីមានពេលខ្លះត្រឹមតែវះណាអញ្ចឹងខ្ញុំចង់បកស្រាយកើតបានតាមធម្មតាទោះបីមានតងស្រមកក៏ដោយពិបាកនៃការកើតអាចបូមអាចប្រឈមមុខគ្រោះថ្នាក់ដល់កូនងាឬក៏សន្លប់ឬគ្រោះថ្នាក់ដល់ជីវិតដល់កូនងាឬក៏សម្រាប់ចិត្តវះតែម្ដងមាន3ចំណុចដែលតងស្រមកយើងត្រូវគួរទៅយល់បាទអរគុណច្រើនបាទ